តម្លៃហាងឆេងមាសគ្រាន់តែបើកផ្សារនៅម៉ោង6ព្រឹកព្រៀងគឺបានកើនឡើងរហូតដល់$37បងប្អូនអរគ្នាហើយបើសិនជាយើងក្រឡេកមកមើលតម្លៃបច្ចុប្បន្នវិញគឺកំពុងតែត្រូវបានជួញដូរនៅតម្លៃ$4183នៅក្នុងមួយអោនបើសិនជាយើងគិតជាតម្លឹងប្រហែលជា$5038នៅក្នុងមួយតម្លឹងបងប្អូនអរគ្នាហើយមូលហេតុដែលធ្វើឲ្យតម្លៃហាងឆេងមាសមានការហក់ឡើងនៅព្រឹកនេះជាការយល់ឃើញរបស់ខ្ញុំគឺមានចំណុចសំខាន់ពីរទី1តកតងជាមួយនឹងទីផ្សារបានគេហៅថា price in បានចូលទៅកាន់ទីផ្សារទុកជាមុនដោយសារតែមានការរំពឹងទុកយ៉ាងខ្ពស់ថាធនាគារកណ្ដាលសហរដ្ឋអាមេរិកនឹងធ្វើការកាត់អត្រាការប្រាក់ចន្លោះពី0.25ទៅ0.50%ទៀតនៅក្នុងខែធ្នូនេះបើយោងទៅតាមគេហទំព័រ CME Fed Watch បងប្អូនគ្នាអាចមើលបានបាទគិតមកដល់ត្រឹមថ្ងៃនេះគឺមានរហូតដល់84.7% ហើយដែលថានឹងមានការកាត់អត្រាការប្រាក់ចន្លោះពី0.25ទៅ0.50% នៅក្នុងខែធ្នូថ្ងៃទី10នេះបងប្អូនអរគ្នាតើតើជាមួយនឹងចំណុចសំខាន់ទី2ដែលធ្វើឲ្យតម្លៃហាងឆេងមាសមានការកើនឡើងគឺតើតើជាមួយនឹងស្ថានភាពសន្តិភាពរវាងប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ីដែលមានសហរដ្ឋអាមេរិកដើរតួជាអ្នកជួយសម្របសម្រួលក្នុងការដាក់នៅ28ចំណុចឲ្យប្រទេសទាំងពីរធ្វើការទទួលស្គាល់និងយល់ព្រមប៉ុន្តែមកដល់ពេលនេះគឺមិនទាន់មានចំណុចល្អប្រសើរណាមួយដែលថានឹងមានសន្តិភាពរវាងប្រទេសទាំងពីរនេះទេខ្ញុំសូមអាប់ដេតជូនបងប្អូនអរគ្នាជាសង្ខេបខ្លីតទៅជាមួយនឹងស្ថានភាពតើ28ចំណុចតទៅជាមួយនឹងខាងសហរដ្ឋអាមេរិកមានគេថា proposal ណាការដាក់ស្នើទៅកាន់ប្រទេសទាំងពីរហ្នឹងគឺជាអ្វីហើយវាដំណើរការដល់ណាហើយបាទបងប្អូនអរគ្នាជាដំបូងចង់បញ្ជាក់ដល់បងប្អូនអរគ្នាថាសំណើ28ចំណុចនេះគឺមិនមែនជាគេហៅថា official peace treaty ទេមិនមែនជាសន្ធិសញ្ញាសន្តិភាពផ្លូវការទេវាគ្រាន់តែជាផែនការដែលសហរដ្ឋអាមេរិកសរសេរមកដើម្បីយកទៅឲ្យប្រទេសទាំងពីរធ្វើការពិចារណាហើយវាលេចចេញឡើងជាព័ត៌មានហើយគិតមកដល់ពេលនេះគឺការចរចាគឺនៅតែកំពុងតែបន្តទេមិនទាន់មានការយល់ព្រមអីច្រើនទេប៉ុន្តែមានជាការយល់ព្រមគេថា in principle បាទ in principle នេះមានន័យថាយល់ព្រមជាគោលប៉ុន្តែមិនមែនជាការចុះជាផ្លូវការនៅឡើយទេហើយបងប្អូនអរគ្នាចំណុចសំខាន់ដែលមិនទាន់មានការយល់ព្រមដែលមានការបតឹងបតៃគ្នាខ្លាំងជាងគេដែលមិនអាចដោះស្រាយបានហ្នឹងគឺតកតងនឹងចំណុចតកតងជាមួយនឹងគេហៅថាស្ថានភាពភូមិសាស្ត្របាទស្ថានភាពភូមិសាស្ត្រដែលខាងណាត្រូវកាត់ឲ្យខាងណាត្រូវទុកឲ្យខាងណាហ្នឹងគឺមិនព្រមដោះស្រាយគឺមិនមានការយល់ព្រមទេហើយតកតងជាមួយនឹងការធានាឲ្យមានសុវត្ថិភាពរយៈពេលវែងហ្នឹងក៏អត់មានដែរក៏មានការបន្ទិញបន្ទោងគ្នាខ្លាំងគឺមិនមានការដោះស្រាយឲ្យដាច់ស្រេចទៅលើចំណុចទាំងអស់ហ្នឹងទេហើយក៏តកតងជាមួយនឹងសកម្មភាពបាទការទទួលខុសត្រូវទៅលើសកម្មភាពយោធាហ្នឹងក៏ជាចំណុចដែលសំខាន់ដែលមិនមានការយល់ព្រមគ្នាបាទបើសិនជាតាមរយៈព័ត៌មានមួយចំនួនយើងឃើញថាប្រទេសអ៊ុយក្រែនបាទគឺយល់ព្រមទៅលើចំណុចភាគច្រើនហើយប៉ុន្តែចំណុចដែលខ្ញុំបានលើកឡើងខាងដើមមុននេះគឺជាចំណុចដែលមិនមានការយល់ព្រមគ្នាហើយក៏ជាចំណុចសំខាន់ដែលខាងប្រទេសរុស្ស៊ីនឹងគាត់ចង់បានដូចគ្នាដែរអញ្ចឹងមានន័យថាស្ថានភាពភូមិសាស្ត្រនយោបាយរវាងប្រទេសទាំងពីរនេះគឺស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយទេបងប្អូនអរគ្នាអញ្ចឹងចង់ឬមិនចង់ទីផ្សារត្រូវតែផ្ដោតសំខាន់ទៅលើគម្រោងមានន័យថាអត្រាដែលថានឹងសហរដ្ឋអាមេរិកនឹងធ្វើការកាត់អត្រាការប្រាក់វិញហើយជាក់ស្ដែងតម្លៃហាងឆេងមាសកំពុងតែធ្វើការហក់ឡើងជាឱកាសល្អមួយដែរសម្រាប់ធ្វើការលក់ក្នុងរយៈពេលខ្លីប៉ុន្តែក្នុងរយៈពេលវែងតម្លៃហាងឆេងមាសនៅតែបន្តកើនឡើងបងប្អូនអរគ្នាបាទអរគុណ